ពេលយើង connect ទៅ LAN ហើយចេញភ្លើងយ៉ាងហើយយើងមកចូលកន្លែង Wi-Fi នេះមកវា load Wi-Fi OBD2 connection Wi-Fi OBD2 យើងចុចកន្លែងហ្នឹងមក connect វាតទៅពី connect វាហើយយើងទៅបើកកម្មវិធី car scanner ចឹងមកយើងចុច connect ខ្ញុំប្រហែលអត់បច្ឆេះ LAN វាអត់ connect ឲ្យជាប់ទៅមើលចាំបច្ឆេះ LAN សាមើលចឹងតើយើងបច្ឆេះ LAN ទៅវា connect បានហើយជាទូទៅយើងឆែកមើល sensor all sensor and diagnostic sensor មានច្រើនណាមាន sensor ច្រើននៅក្នុង LAN មួយបាទដោយសារ LAN ព្រោះវាមាន option ច្រើនមានអាគុយ hybrid ចឹងណាបាទនេះ check មើលអាគុយ hybrid ពលវាប្រហែលអូមសល់ប្រហែល resistance វានេះតាមដាននេះមានអាគុយយើងមិនវល់អីវាចាប់បានហើយយើងជប់ប្រើយើង disconnect វិញមកវាឡើងលោតភ្លើងច្រើនហើយចេញទឹកភ្លើងក្រហមមួយហើយយើងដកដូចវិញទៅ